បាទជំរាបសួរបងប្អូនដែលជាសិស្សានុសិស្សនៅតាមវិទ្យាល័យបាទខ្ញុំបាទសូមអនុញ្ញាតបង្ហាញអំពីវីដេអូរបៀបប្រើប្រាស់ប្រព័ន្ធដាក់ពាក្យស្នើសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញបាទអញ្ចឹងបងប្អូនអាចដាក់ពាក្យស្នើសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញដោយប្រើជា computer desktop ក៏បានឬក៏ប្រើតាមរយៈទូរស័ព្ទក៏បានបាទអញ្ចឹងចំពោះបងប្អូនដែលប្រើជា computer បាទបងប្អូនអាចបាទចូលទៅកាន់ web browser ឬក៏នៅក្នុងទូរស័ព្ទដៃសូម search ទៅរកអ៊ីនធឺណិតមកភ្ជាប់មួយអ៊ីនធឺណិតហើយ computer desktop ក៏ភ្ជាប់មួយអ៊ីនធឺណិតដែរជាចាំបាច់បាទហើយយើងចូលទៅក្នុង web browser បាទហើយយើងវាយបញ្ចូលអាស័យដ្ឋាននៃប្រព័ន្ធដាក់ពាក្យស្នើសុំអាហារូបករណ៍របស់យើងដែលមាននៅខាងលើនេះណា https://2/2 បាទចុច dgheka.com បាទវាបញ្ចូល address នឹងមកហើយបងប្អូនសូមចុច enter បាទនោះនឹងចូលទៅកាន់ផ្ទាំងប្រព័ន្ធដាក់ពាក្យស្នើសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញបាទអញ្ចឹងសម្រាប់បងប្អូនចំណុចសំខាន់ដំបូងបងប្អូនសូមមើលកន្លែងចំណុចពណ៌សនេះដាក់ថាការដាក់ពាក្យស្នើសុំអាហារូបករណ៍គឺមានបញ្ជាក់បាទថាពីថ្ងៃទី6ខែ5 2026រហូតដល់ថ្ងៃទី4ខែ6 2026គឺជារយៈពេលដែលបងប្អូនអាចដាក់ពាក្យស្នើសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញនេះបានបើសិនជាលើសពីថ្ងៃទី4ខែ6នោះបងប្អូននឹងមិនអាចប្រើប្រាស់គណនីរបស់បងប្អូនដើម្បី log ចូលទៅក្នុងប្រព័ន្ធដាក់ពាក្យស្នើសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញនេះបានទេបាទហើយក្នុងកំឡុងពេលពីថ្ងៃទី6ខែ5រហូតដល់ថ្ងៃទី4ខែ6នេះបងអូនចង់កែទិន្នន័យនៃការដាក់ពាក្យប្រមាណដងក៏បានដែរបាទអញ្ចឹងកែបានតែលើសពីថ្ងៃហ្នឹងគឺអត់អាចកែបានទេបាទអញ្ចឹងសូមបងប្អូនកត់សម្គាល់កន្លែងនេះបាទអញ្ចឹងចំណុចសំខាន់បន្ទាប់គឺតកតងជាមួយនឹង option មួយដែលដាក់ថាគ្រឹះស្ថាននិងមុខជំនាញផ្ដល់អាហារូបករណ៍បាទកន្លែងនេះ option នេះគឺសំខាន់សម្រាប់បងប្អូនអាចចុចលើ option ហ្នឹងទៅដើម្បីដឹងអីគេគឺដឹងថាតើមុខជំនាញឧទាហរណ៍លេខ1គណិតវិទ្យាអញ្ចឹងណាបាទមានចំនួនអាហារូបករណ៍ដែលផ្ដល់ឲ្យហ្នឹងប្រមាណសរុប100នាក់ហើយក្នុងនោះបែងចែកទៅតាមអត្ថិភាពដូចជាសិស្សទូទៅ60នាក់នារី15នាក់ក្រីក្រ20នាក់ហើយតំបន់ដាច់ស្រយាល5នាក់បាទហើយចំណុចដែលសំខាន់គឺនៅកន្លែងខាងស្ដាំដៃនេះបាទដែលមានចំណងជើងដាក់ថាចំនួនដាក់ពាក្យបាទកន្លែងនេះគឺមាន highlight លេខ0នេះបានន័យថាអត់ទាន់មានសិស្សដាក់ពាក្យទេតែបើសិនជាក្នុងវិនាទីដែលបងប្អូនចូលទៅក្នុងប្រព័ន្ធឃើញមានចំនួនណាមួយនោះបានន័យថាម៉េចបានន័យថាសិស្សបានដាក់ពាក្យស្នើសុំអាហារូបករណ៍មុខជំនាញគណិតវិទ្យានេះទៅតាមចំនួនដែលបងប្អូនឃើញអញ្ចឹងណាជាសញ្ញាណមួយដល់ព័ត៌មានដល់បងប្អូនឲ្យដឹងថាអូមុខជំនាញគណិតវិទ្យាចំនួនដល់អាហារូបករណ៍100នាក់ប៉ុន្តែមានសិស្សដាក់ពាក្យ2000នាក់ហើយតើបងប្អូនគួរដាក់ពាក្យស្នើសុំអាហារូបករណ៍មុខជំនាញនេះដែរឬទេឬក៏អាចពិនិត្យមើលឈ្មោះមុខជំនាញគណិតវិទ្យានៅគ្រឹះស្ថានផ្សេងតែកុំភ្លេចមើលថាតើគ្រឹះស្ថាននោះស្ថិតនៅក្នុងរាជធានីភ្នំពេញឬក៏នៅខេត្តណាអញ្ចឹងណាសូមពិនិត្យមើលច្បាស់ព្រោះបើសិនជាបងប្អូនពិនិត្យមើលអត់ដឹងថាទីតាំងគ្រឹះស្ថាននៅណាដាក់ពាក្យទៅចំមុខជំនាញដែលបងប្អូនឆ្លាញ់មែនប៉ុន្តែមិនមែនជាទីតាំងដែលបងប្អូនចង់ទៅរៀនទេអញ្ចឹងសូមពិនិត្យមើលបាទហើយព័ត៌មាននៅក្នុងទំព័រនេះគឺដូចទៅនឹងបាទព័ត៌មាននៅក្នុងកូនសៀវភៅកម្រងព័ត៌មានអាហារូបករណ៍ដែលក្រសួងបានចែកជូនបងប្អូនបាទអញ្ចឹងគឺព័ត៌មានដូចគ្នាអញ្ចឹងណាព័ត៌មានដល់អាហារូបករណ៍តាមមុខជំនាញតាមគ្រឹះស្ថាននេះបាទអញ្ចឹងជាសរុបមកវិញចំណុចដែលសំខាន់គឺកន្លែងចំនួនដាក់ពាក្យបាទកន្លែងហ្នឹងគឺជាសញ្ញាណមួយសម្រាប់បងប្អូនធ្វើការសម្រេចចិត្តថាតើគួរដាក់ពាក្យស្នើសុំមុខជំនាញនឹងដែរឬទេនៅពេលដែលមានសិស្សបច្ចុប្បន្នដាក់ពាក្យស្នើសុំអាហារូបករណ៍មុខជំនាញនេះតាមចំនួនណាមួយនោះអញ្ចឹងណាបាទហើយចំនួននេះគឺនឹងធ្វើបច្ចុប្បន្នភាពបាទនៅរាល់វិនាទីបើសិនជាមានសិស្សដាក់ពាក្យចំនួនកើនបាទតួលេខកន្លែងនេះក៏កើនទៅតាមនឹងដែរអញ្ចឹងណាបាទអញ្ចឹងបងប្អូនចាំបាច់ត្រូវតែពិនិត្យមើលទំព័រនេះមុនគេអញ្ចឹងណាបាទអញ្ចឹងត្រឡប់ទៅទំព័រដើមវិញបាទនេះបងចុចកន្លែងទំព័រដើមខាងលើនេះមកបាទនេះ option កន្លែងនេះបាទគឺស្ថាននៅមុខជំនាញផ្ដល់អាហារូបករណ៍បាទ
ចំណុចកណ្ដាលទិន្នន័យលទ្ធផលអាហារូបករណ៍បាទកន្លែងនេះនៅពេលដែលលទ្ធផលអាហារូបករណ៍ចេញនឹងមានបងប្អូននៅកន្លែងនេះបងប្អូនអាចចុចទៅហើយអាចពិនិត្យមើលលទ្ធផលជាប់អាហារូបករណ៍ឬមិនជាប់អាហារូបករណ៍បងប្អូនបាទចំណុចខាងស្ដាំដៃសៀវភៅណែនាំអាហារូបករណ៍កន្លែងនេះគឺជាព័ត៌មានកូនសៀវភៅអាហារូបករណ៍បើសិនជាបងប្អូនចង់មើលថាតើកូនសៀវភៅអាហារូបករណ៍យើងផ្ដល់អាហារូបករណ៍លើមុខជំនាញបាញ់មិញហ្នឹងមានចំនួនប្រមាណអីប្រមាណទៅតាមអត្ថប្រយោជន៍អាហារូបករណ៍អីបងប្អូនអាចចុចទៅលើ option ហ្នឹងទៅនឹងឃើញបាទដូចទៅនឹងព័ត៌មានក្នុងកូនសៀវភៅអាហារូបករណ៍យើងដូចគ្នាតែម្ដងអញ្ចឹងណាបាទបន្ទាប់មកទៀតបងប្អូនអាច scroll ចុះទៅក្រោមទៅឃើញបាទគ្រឹះស្ថានឧត្តមសិក្សាផ្ដល់អាហារូបករណ៍កន្លែងនេះក៏ជាព័ត៌មានដូចគ្នាទៅនឹងកន្លែងគ្រឹះស្ថាននិងមុខជំនាញផ្ដល់អាហារូបករណ៍ខាងលើដែរគ្រាន់តែខាងក្រោមនេះគឺបានរំលេចបញ្ជាក់ថាតើអាហារូបករណ៍គឺនៅគ្រឹះស្ថានមួយណាបាទទីតាំងនៅទីណាអញ្ចឹងណាគ្រឹះស្ថាននីមួយៗនេះអញ្ចឹងណាអញ្ចឹងសូមបងប្អូនពិនិត្យមើលឲ្យបានច្បាស់លាស់ហើយនៅក្នុងនេះពេលដែលបងប្អូនចុចទៅគឺនឹងបង្ហាញតែព័ត៌មានរបស់គ្រឹះស្ថាននេះទេឧទាហរណ៍ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញបងប្អូនចុចទៅគឺចេញតែព័ត៌មានដែលផ្ដល់អាហារូបករណ៍សម្រាប់សាកលវិទ្យាល័យបាទភូមិន្ទភ្នំពេញអញ្ចឹងណាបាទនេះឃើញទេបាទព័ត៌មានដូចទៅនឹងព័ត៌មាននៅក្នុងផ្ទាំងបាទនៅក្នុងទំព័រដើមដូចគ្នាដែរទេគ្រាន់តែសម្រាប់តែសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចទៅទំព័រដើមវិញបាទបន្តមកទៀតបន្ទាប់ពីបងប្អូនចូលមើលផ្ទាំងនេះហើយបាទពេលដែលបងប្អូនចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍បងប្អូនអាចចូលទៅក្នុង option ខាងស្ដាំដៃនេះបាទចុចមក option ដាក់ថាចូលក្នុងគណនីហើយបងប្អូនចូលទៅក្នុងកន្លែង option ដែលដាក់ថាចូលគណនីបេក្ខជនអញ្ចឹងណាបាទចូលទៅក្នុងគណនីបេក្ខជនអញ្ចឹងបងប្អូនចុចទៅចូលក្នុងគណនីបេក្ខជនបាទនៅពេលនោះប្រព័ន្ធរបស់យើងនឹងទាមទារឲ្យបងប្អូនបញ្ចូលអីគេទី1គឺថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនអញ្ចឹងណាបាទថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនតើបងប្អូនកើតនៅថ្ងៃណាបាទបងប្អូនអាចជ្រើសរើសមកអានេះលោកគ្រូឧទាហរណ៍ទេបាទបាទបងប្អូនកើតនៅថ្ងៃណាបាទខែណានិងឆ្នាំណាបងប្អូនអាចចុះមកទៅរកឆ្នាំកំណើតរបស់បងប្អូនឃើញណាបាទបន្ទាប់មកទៀតបងប្អូនសូមវាយបញ្ចូលលេខកូដបាទវាយបញ្ចូលលេខកូដវិទ្យាល័យរបស់បងប្អូនដែលកំពុងសិក្សាអញ្ចឹងលេខកូដនេះសូមបងប្អូនស្នើសុំពីលោកគ្រូទទួលបន្ទុកការងារអាហារូបករណ៍វាយបញ្ចូលលេខកូដនេះទៅបន្ទាប់មកទៀតបងប្អូនចុចពាក្យស្វែងរកបាទនោះនឹងឃើញថាតើមានឈ្មោះបេក្ខជនអីដែលកើតនៅក្នុងថ្ងៃខែឆ្នាំកំណើតនេះអញ្ចឹងណានៅក្នុងវិទ្យាល័យដែលមានលេខកូដនេះអញ្ចឹងណាបាទអញ្ចឹងបើសិនជាឧទាហរណ៍ថានៅក្នុងវិទ្យាល័យដែលមានលេខកូដនេះមានសិស្សដែលកើតនៅក្នុងថ្ងៃខែឆ្នាំកំណើតដូចគ្នានេះប្រព័ន្ធរបស់យើងនឹងចេញឈ្មោះបេក្ខជនដទៃទៀតដែលមានទិន្នន័យថ្ងៃខែឆ្នាំកំណើតដូចគ្នាអញ្ចឹងនៅទីនេះបាទគឺសិស្សដែលកើតនៅថ្ងៃទី21ខែមេសាឆ្នាំ2028នេះគឺមានតែម្នាក់ទេគឺជាច័ន្ទបូរីបាទអញ្ចឹងណាបាទអញ្ចឹងលោកគ្រូឧទាហរណ៍សម្រាប់សិស្សជាច័ន្ទបូរីបាទអញ្ចឹងឥឡូវក្នុងនាមលោកគ្រូជាសិស្សជាច័ន្ទបូរីដាក់ពាក្យស្នើសុំអាហារូបករណ៍អញ្ចឹងលោកគ្រូចុចចំណុចដៅពណ៌ខ្មៅឲ្យចំឈ្មោះរបស់លោកគ្រូជាឈ្មោះជាច័ន្ទបូរីបាទហើយអាចចុចពាក្យចងចាំខ្ញុំបន្តមកទៀតចុចចូលគណនីបាទនេះគឺជាព័ត៌មានរបស់ខ្ញុំឈ្មោះជាច័ន្ទបូរីបាទអញ្ចឹងណាពិនិត្យមើលព័ត៌មានមើលបាទតើត្រូវឯនៅបាទភេទស្រីបាទថ្ងៃខែឆ្នាំកំណើតនេះឆ្នាំខែហើយនឹងថ្ងៃបាទអញ្ចឹងមើលលេខទូរស័ព្ទផ្ទាល់ខ្លួននេះគឺប្រព័ន្ធចាប់យកចេញពីទិន្នន័យដែលបងអូនបានផ្ដល់ឲ្យលោកគ្រូនៅវិទ្យាល័យបញ្ចូលទៅក្នុងប្រព័ន្ធសិស្សទី12អញ្ចឹងណាបាទអត់អាចកែបានទេបន្តមកទៀតបងប្អូនចាំបាច់ត្រូវបញ្ចូលលេខទូរស័ព្ទអាណាព្យាបាលបាទចាំបាច់ត្រូវតែបញ្ចូលតែម្ដងអញ្ចឹងណាបាទបន្តមកទៀតបងប្អូនចាំបាច់ត្រូវតែជ្រើសរើសរូបថតបាទជ្រើសរើសរូបថតថ្មីរបស់បងប្អូនអញ្ចឹងណាបាទជ្រើសរើសរូបថតថ្មីរបស់បងប្អូនដាក់បញ្ចូលទៅក្នុងប្រព័ន្ធបើសិនជាអត់ដាក់បញ្ចូលរូបថតទេគឺអត់អាចដាក់ពាក្យស្នើសុំអាហារូបករណ៍បានទេអញ្ចឹងណាបាទបន្តមកទៀតបងប្អូនជ្រើសរើសបាទអាស័យដ្ឋានបច្ចុប្បន្នតើបងប្អូនបច្ចុប្បន្នរស់នៅទីណាបាទ
មិនមែនជាអាស័យដ្ឋានកំណើតទេតែជាអាស័យដ្ឋានបច្ចុប្បន្នដែលបងប្អូនកំពុងរស់នៅនឹងរៀននៅវិទ្យាល័យនឹងអញ្ចឹងណាបាទអញ្ចឹងនេះអាស័យដ្ឋានបច្ចុប្បន្នបងប្អូនដែលកំពុងរស់នៅឧទាហរណ៍ណាបាទអញ្ចឹងបងប្អូនបញ្ចូលមកហើយបើសិនជានៅក្នុង database អត់មានឈ្មោះស្រុកឬក៏ឃុំដែលដូចទៅនឹងអាស័យដ្ឋានបច្ចុប្បន្នបងប្អូនទេបងប្អូនអាចជ្រើសរើសទិន្នន័យដែលស្រដៀងបាទដែលស្រដៀងបាទអញ្ចឹងចំណុចសំខាន់គឺស្រុកហើយឃុំចំពោះភូមិមិនជាបញ្ហាទេយើងអាចជ្រើសរើសភូមិណាមួយអញ្ចឹងទៅត្រូវបើសិនជាមានក្នុងទិន្នន័យគឺជ្រើសរើសមកតែបើសិនអត់មានយើងអាចជ្រើសរើសភូមិណាមួយទៅអញ្ចឹងណាបាទ